Voltage controller relay check pha power protection control trong xongបងហៅមួយណាក៏ហៅទៅសំខាន់ឲ្យចេះប្រើសម្រាប់បងមកអត់ចេះប្រើទេចូលមកគៀបមកខ្ញុំបញ្យល់អញ្ចឹងនៅខាងមុខរបស់វាគឺមានប៊ូតុង3ប៊ូតុងទី1គឺយើងឃើញថាមានអ៊ុយធំបាទអ៊ុយធំនេះគឺសម្គាល់លើតង់ចុងឡើងតង់ចុងខ្ពស់ឬក៏ high voltage ហើយខាងក្រោមនេះគឺសញ្ញាឃើញសញ្ញាទូចធំហ្នឹងក៏ដាក់អ៊ុយទូចហ្នឹងគឺសម្គាល់ថាតង់ចុងធ្លាក់ឬក៏ low voltage ចំណែកអានេះសតធីគឺ 0.1 រហូតដល់10 second ណាអញ្ចឹងអានេះគឺតកតងមួយ delay time របស់វាហើយសម្រាប់ការមើលបន្ថែមខាងលើនេះគឺវាមានសញ្ញាភ្លើង4ខាងលើនឹងទៀតបាទនេះបងឃើញហើយមានអ៊ុយធំអ៊ុយតូចហើយនឹងសញ្ញាពូនខ្វែងហើយនឹងអាវមួយទៀតអញ្ចឹងបើសិនជាបងភ្ជាប់ទៅឃើញថាខាង3នេះវាលោតបើសិនជាលោតខាងអ៊ុយធំមានតង់ចុងឡើងខ្ពស់បងអាចសេរីនេះបានបាទសេរីពីកន្លែងហ្នឹងទៅសេរីចាប់ពីបាន400ទៅដល់460តែជាក់ស្ដែងខ្ញុំ recommend ឲ្យសេរីធ្វើ420ទៅបានហើយព្រោះដោយសារអីបើសិនឡើងដល់430 440ឧបករណ៍របស់យើង%ឆេះច្រើនណាបាទហើយនេះតង់ចុងធ្លាក់ឃើញសញ្ញានេះហ៎អញ្ចឹងយើងសេរីមកខាងក្រោមនេះជាទៅសម្រាប់ motor ដែលដើរ smooth គឺធ្វើ360បាទក្រោមហ្នឹងក៏នៅតែដើរដែរប៉ុន្តែល្អទេបើសិនជាអាចធ្វើ360 350ទៅបានហើយតែតងមួយរយៈពេល delay នៅពេលដែលដាច់ឬក៏មានបញ្ហាណាមួយវាផ្ដាច់ចោលវាភ្ជាប់វិញរយៈពេលហ្នឹងមូលកប់ទៅ10 second ហ្នឹងតែតងមួយប៊ូតុងខាងមុខហ្នឹងហើយភ្លើងអានេះនៅពេលដែលវាវាយចេញវានឹងបង្ហាញកន្លែងនេះលោតអាវអាហ្នឹងមានថាយើងភ្ជាប់បានជោគជ័យហើយខាងលើនេះវានឹងបង្ហាញតង់ចុងឲ្យនៅខាងមុខនេះវានឹងបង្ហាញតែតងមួយតង់ចុង L1 L2 L2 L3 L3 L1 អញ្ចឹងមានថាបញ្ជាក់គឺបង្ហាញជា380នៅខាងលើនេះឲ្យហើយតែតងមួយសេម៉ារបស់វាគឺនៅខាងនេះមានដូចគ្នាបងឲ្យឃើញទេបាទហើយនេះជាជើងរបស់វាដើម្បីចាប់ចូលអាចដកបាននៅខាងលើនេះគេបញ្ជាក់ដែរនេះមកឃើញទេ L1 L2 L3 ហ្នឹងគឺចូលលេខ1លេខ2លេខ3នេះលេខ1 L1 លេខ2 L2 លេខ3 L3 ចំណុចហ្នឹងចំណែកឯជើង bobin របស់វាគឺយើងប្រើតែ3ហ្នឹងទេអត់មាននៅទេយើងអាចទាញយកទៅប្រើជាមួយជើងនេះជើងចំហជើង NC ឬជើង NO បាទជើងចំហជើង NO ខាងជើងលេខ5យើងអូពីនេះបាទអូពីពុយស៊ីមកជើងលេខ5ហើយចេញទៅវិញចេញពីជើងលេខ6ចូលមក bobin bobin របស់ conductor ឬក៏ bobin ឧបករណ៍ដែលបងធ្វើភើហើយមកយើងទៀតភ្ជាប់មួយនៅហើយកន្លែងនេះតែតងមួយឧបករណ៍នឹងដែរមិនមែនជាឧបករណ៍ទប់ភ្លើងទេខ្ញុំបញ្ជាក់បន្តិចឧបករណ៍នេះវាដំណើរការតតងមួយតង់ចុងយើងកំណត់មានន័យថាបើសិនយើងកំណត់តង់ចុងចាប់ពី360ទៅដល់410ចន្លោះហ្នឹងមិនឲ្យវាដំណើរការបើសិនជាតង់ចុងធ្លាក់ខំ360អានេះផ្ដាច់ចោលប្រព័ន្ធយើងអត់ដំណើរការទេហើយបើសិនជាឡើងដល់450 460យើងការពីកុំឲ្យតង់ចុងយើងឆេះអញ្ចឹងយើងឲ្យវាផ្ដាច់ចោលអញ្ចឹងយើងស្រីយកធ្វើនឹងដូចគ្នាណាមិនមែនជាឧបករណ៍សម្រាប់ទប់ភ្លើងឬក៏ជួយប្រកបភ្លើងឲ្យខប់ឲ្យខ្វាយទេគឺអត់ទេគឺឧបករណ៍តាមដានតង់ចុងបើសិនជាតង់ចុងនឹងឡើងលើសពីការកំណត់របស់យើងវាផ្ដាច់ចោលហើយបើធ្លាក់ទៀបជាងពីការកំណត់របស់យើងក៏វាផ្ដាច់ចោលដែរបាទអញ្ចឹងនេះជើងរបស់វាបងមើលទៅលេខ1វាចូលហ្វា1លេខ2ចូលហ្វា2លេខ3ចូលហ្វា3លេខ5លេខ6ទាញយកទៅប្រើហើយបើចង់លឺសរ៉ែនអាចលេខ7លេខ8អញ្ចឹងតើការប្រើប្រាស់វាមានតែប៉ុណ្្នឹងទេខាងមុខចំហៀងបាទអរគុណ